យើងចាប់ដាក់គ្រឿងបងប្អូននេះបងយើងដាក់អំបិលគេបងយើងមានអំបិលគ្រឿងបងប្អូនដាក់មួយស្លាបព្រាហ្នឹងពេលយើងចាប់បានប្រៃដាក់ថាជាបងប្អូននេះអូខេដាក់បងប្អូនទៅមកយើងដាក់ប៊ីចេងមួយស្លាបព្រាដាក់ស្លាបព្រាបងប្អូនយើងដាក់ចូលនេះបងប្អូនអូខេយើងតាមស្លាបព្រាទៀតអូខេតោះយើងដាក់ម្រេចដាក់បងប្អូននេះជាម្រេចបងប្អូននេះម្រេចដាក់ពីកូនខ្ញុំបងប្អូននេះអូខេតោះបងប្អូនយើងដាក់ស្ករអូខេស្ករយើងដាក់មួយស្លាបព្រាពុំបីដាក់ចាំបងប្អូនពេលបីដាក់ចោលយើងត្រូវស្ករចាំបងប្អូនវាមានរសជាតិប្រៃផ្អែមល្មមបងប្អូនខ្ញុំសុំថែមមួយស្លាបព្រាទៀតបងប្អូនសារនេះមានតែផ្អែមយើងហូររបស់នេះបងប្អូនអូខេអូខេដល់យើងដាក់គ្រឿងស្ករប៊ីចេងអស់បងប្អូនខ្ញុំសុំដាក់តែមួយស្លាបព្រាឡើងទៅថាបងប្អូនគ្នាយើងថែមពី3យ៉ាងទៅដើម្បីឲ្យបកកម្មជាតិបងប្អូនគ្នាហើយដល់យើងទៅយើងធ្វើអីដល់ចោលហើយទេតែថែមបងប្អូន3ឆ្នាំចាំទៅមកយើងដាក់ទៅបងប្អូនទៅយើងដាក់ជួយបងប្អូនវាកាត់ជាតិចូលគ្នាមែនទេឃើញមានតែចឹងបងប្អូនគ្នាដោយសារកូននេះវាធំមកសបត់ទេដល់ពេលអញ្ចឹងទៅវាអត់សូវមានទឹកពេលយើងត្រូវការប្រើធំមួយបងប្អូនគ្នាដើម្បីបានទឹកជើងខ្ញុំសូមសម្រាប់ដៃបងប្អូនគ្នាយើងដៃយើងលឿនស្អាតបងប្អូនអូខេបងប្អូនគ្នាយើងបានទឹកប្រយោជន៍ជាងបងប្អូនមែនតើមើលទៅបងប្អូនខាងនេះបងប្អូនគ្នានេះជាគ្រឿងផ្សំនៃការយើងធ្វើគោឡើងភ្នំគេហៅថាគោកិច្ចបងប្អូនគ្នាវាមានបន្លែអានេះបន្លែបងប្អូនមានប្រក់ចយមានស្ពៃទឿគេហៅថាស្ពៃទឿមានស្ពៃបូកូមានតកួនមានពុតបារាំងនិងផ្សិតបងប្អូនផ្សិតគេហៅផ្សិតភ្លៅម៉ននេះស្ករប៊ីចេងនិងប្រេងដែលសាំខ្ញុំធ្វើទឹកប្រេងបងប្អូនគ្នាមានក្រូចមានម្ទេសមានប៊ឺមានយើងចង់ដាក់សាច់ជ្រូកក៏បានយើងចង់ដាក់ជាសាច់គោក៏បានបងប្អូនគ្នាវាជាមួយនឹងពងមាន់ក៏បានពងទាបងប្អូនគ្នាចាំមើលពីតាមបងប្អូនគ្នាខ្ញុំធ្វើពីរបៀបនៃការលាយគ្រឿងលាយទឹកជ្រលក់ហើយហ្នឹងរបៀបនៃការធ្វើគោកិច្ចក៏គោឡើងព្រមបងប្អូនគ្នាឥឡូវគ្រឿងផ្សំខ្ញុំរៀបចំឲ្យបងប្អូនគ្នាឥឡូវយើងដាក់ខ្ទះយើងបើកកាំងមកដាក់ខ្ទះបងប្អូនគ្នាអញ្ចឹងយើងបើកភ្លើងហឹមបានបងប្អូនគ្នាតែមកយើងដាក់ប៊ឺបងប្អូនគ្នានេះគឺជាប៊ឺខ្ញុំប្រើបងប្អូនគ្នាប៊ឺហ្នឹងល្អបងប្អូនគ្នាមិនថាណែនាំប្លុកដាក់ទេបងប្អូនយំទៅវារសជាតិវាក៏ឆ្ងាញ់ហើយវាក៏ល្អសម្រាប់ពុកទេបងប្អូនអូខេយើងដាក់ប៊ឺបងប្អូនគ្នាយើងដាក់ប៊ឺចឹងបងប្អូនអូខេឲ្យវាលាយបងប្អូនទៅមកយើងដាក់សាច់ជ្រូកដែលលាយជាមួយពងទាហើយបងប្អូនបងយើងបងនេះបងបងយើងធ្វើពីដងហើយអត់ទេយើងចូលដល់ទីហ្នឹងយើងចូលជាឆ្ងាញ់បងប្អូននេះដោយសារតែខ្ញុំចូលទៅសាច់ជ្រូកអញ្ចឹងយើងឲ្យបងប្អូនទៅទទួលឲ្យបងប្អូនហើយដល់យើងទៅចូលខ្ញុំដាក់បន្លែបងប្អូនវាជាបន្លែដែលខ្ញុំត្រូវបងប្អូនយើងដាក់ស្ពៃបកគោស្ពៃបកគោទៅនេះយើងដាក់ស្ពៃបកគោយើងដាក់ទឹកចូលយើងដាក់ទៅហើយខ្ញុំទៅចិត្តដាក់បងប្អូនដាក់គុំមកហើយដាក់បងប្អូនទៅក្នុងទីមកហើយខ្ញុំដាក់ពោតបារាំងបងប្អូនដោយសារពោតបារាំងវាស្រួលបាត់ជើងបងប្អូនពេលយើងធ្វើគោឡើងភ្នំឬក៏អាហារអីក៏បងប្អូនដាក់ពោតហ្នឹងទៅវាស្រួលបាត់ជើងណាមួយវាក៏ជាផងហើយវាតែជាគ្រឿងនៃការធ្វើគោបងប្អូនវាឆ្ងាញ់ទេបងប្អូនអូខេយើងចាប់បានត្រឡប់ទៅអូខេនេះបងប្អូននេះអូយឆ្ងាញ់យំទៅបងប្អូននេះកូននឹងអត់បងប្អូនគ្នានេះអូយសាច់អូខេបងប្អូននេះយើងញ៉ាំបងប្អូននេះអូយគ្រប់ជិះមកសាច់ក៏បានបន្លែក៏បានបងប្អូនអូយជាតិមែនទេនេះបងប្អូននេះមិនរលត់បងប្អូននេះអូខេអូខេបងប្អូនគ្នានេះជាវីដេអូដែលខ្ញុំធ្វើគោឡើងបងប្អូនដល់ប៉ុណ្្នឹងឯងអរគុណបាយបាយអរគុណច្រើន